ប្រជាជនកម្ពុជាមិនសូវចេះអធិស្ឋានអ្នកខ្លះមានឡានតែចរិតវាចង្រៃអ្នកខ្លះបើកបរទាំងដែលដឹងផ្លូវចង្អៀតវាខំប្រឹងជន់លបឿនអកតេដល់ចៅមកស្រៀកដូចជាទីប្រជុំជនពោពេញទៅដោយមនុស្សគេខំប្រឹងជន់លបឿនប្រហែលប្រញាប់ទៅកក់មកឈូអ្នកខ្លះមានឡានតែគេមានសិលធម៌ចេះគោរពដល់អ្នកដទៃលើវិធីដែលបើកបរគេចេះឲ្យតម្លៃលើសិទ្ធិអ្នករួមដំណើរបុគ្គលប្រភេទនេះពិតជាគួរឲ្យសរសើរបើមួយចំនួនទៀតបុកគេមិនទាន់ងាប់ហើយអាយ៉ែឡានមកកិនបងលុយបំបិតមាត់ជនរងគ្រោះមិនទាន់នឹងដាច់ខ្យល់តែគួរឲ្យសោកស្ដាយគេមិនទុកជីវិតឲ្យសល់គ្រួសារសពបងប្អូនញាតិសន្តានឃើញទិដ្ឋភាពទឹកភ្នែកហូរហាមអ្នកខ្លះបុកគេមានសំណាងរត់រួចតែបើសិនអស់សំណាងប្រជាជនចាប់កបួចគេវាយចិត្តណសល់ដង្ហើមចង្រិតទម្រាំប៉ូលីសគេមកដល់ឆាស់នឹងអស់ជីវិតជនស្លូតត្រង់ក៏អាចជាឃាតករហើយជនល្មើសច្បាប់ក៏អាចជាឃាត